អរគុណទឹកចិត្តលោកពូព្រះកងទ័ពទាំងអស់ដែលនៅជួរមកពាំងទ្រុងដើម្បីទឹកដីប្រជាជននេះបើពួកខ្ញុំកងបានលោកពូក៏ពួកខ្ញុំមិនអាចឈរជើងមករកស៊ីអីធម្មតាដែរស្ដាប់លោកពូទៅភាគច្រើនគឺម្នាក់គឺលះបង់ណាស់ដើម្បីប្រទេសជាតិជំនួសមកឲ្យប្រជាជនខ្មែរពេញមួយប្រទេសដឹងគុណលោកពូទាំងអស់ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីប្រទេសជាតិយើងទាំងមូលប៉ុណ្ណឹងពួកខ្ញុំអស់ចិត្តហើយព្រោះអីមានតែលោកពូទេដែលការពារទឹកដីសម្រាប់ប្រជាជនខ្មែរទាំងអស់ពួកខ្ញុំនឹងខំប្រឹងប្រែងតស៊ូបន្តទៀតចាខ្ញុំនៅដង្ហើមនៅមានខ្ញុំនៅការពារលុះដល់ថ្ងៃចុងក្រោយរបស់ពួកខ្ញុំមិនរៀថយមិនខ្លាចញញើតអីទាំងអស់ឲ្យតែមានកម្លាំងចិត្តកម្លាំងកាយនៅគឺតស៊ូទាំងអស់គ្នាពួកខ្ញុំនឹងត្រាក់ដៃគ្នាការពារជាតិរបស់យើងប្រជាជនខ្មែរទាំងអស់ដោយលោកពូឃើញហើយគឺនៅខាងក្រោយព្រះកងទ័ពដើម្បីលើកទឹកចិត្តទាំងអស់លោកពូខ្វះអីលោកពូប្រាប់មកពួកខ្ញុំព្យាយាមនៅអ្វីដែលពួកខ្ញុំអាចធ្វើបានទាំងអស់ណាលោកពូណាអរគុណទាំងអស់ហើយជូនពរឲ្យសុខខ្មែរទទួលបានសុខសន្តិភាព 100% ហើយឲ្យបានលោកពូទាំងអស់បានឆាប់ទៅផ្ទះជួបជុំគ្រួសារវិញលោកពូទាំងអស់ដែលលះបង់ក្រុមគ្រួសារមកបម្រើជាតិទាំងអស់ណាលោកពូណាបាទអរគុណ